ជំរាបសួរពុកម៉ែបងប្អូនអតិថិជនរបស់ហាងមីពេកទី1ទាំងអស់គ្នាចាស្វាគមន៍មកកាន់វីដេអូប្រចាំខែមេសាចាជាវីដេអូទី1របស់នាងខ្ញុំចាថ្ងៃនេះនាងខ្ញុំចង់នាំបងប្អូនមកមើលពីហាងឆេងមាសចាប្រចាំខែមេសាតែម្ដងតាំងពីដើមខែរហូតមកដល់ថ្ងៃទី19នេះថាតើមានការប្រែប្រួលយ៉ាងម៉េចដែរចាបងប្អូនជាយើងអាចមើលបងប្អូនអាចមើលពីតារាហាងឆេងមាសដែលខ្ញុំបង្ហោះនេះឲ្យបងប្អូនមើលចាគឺនៅក្នុងរង្វង់ដើមខែមេសាឬក៏ចុងខែមីនាហាងឆេងមាសគឺនៅចន្លោះ$375ទៅដល់$385ក្នុងមួយជីអញ្ចឹងតម្លៃនេះគឺវាមើលទៅវាប្រហែលគ្នាវាអត់សូវប្រែប្រួលខ្លាំងទេប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនតើនោះគឺដល់ថ្ងៃទី9ខែមេសាហាងឆេងមាសគឺបង្ហាញនូវសញ្ញាការធ្លាក់ចុះតែធ្វើឲ្យភ្ញៀវមួយចំនួនក៏ហ៊ានទិញព្រោះខ្លាចថាហាងឆេងមាសនឹងធ្លាក់ចុះតទៅទៀតដោយការថ្ងៃ9ហ្នឹងហាងឆេងធ្លាក់មកសល់ត្រឹមតែ$363តែក្នុងមួយជីបើមួយតម្លឹងគឺ$3630ចាអញ្ចឹងការធ្លាក់ចុះហ្នឹងយើងមិនដឹងថាមកពីហេតុអីដែរគឺធ្លាក់ក្នុងរយៈពេលមួយថ្ងៃទេចាមួយថ្ងៃតែប៉ុណ្ណោះយ៉ាងណាក៏ដោយមាសទីផ្សារមាសហ្នឹងគឺមានការផ្អាករហូតដល់ថ្ងៃទី10បងប្អូនណាចាដល់ថ្ងៃទី10ខែមេសាគឺមាសឡើងវិញយ៉ាងលឿនតែម្ដងចាពី$363នៅក្នុងថ្ងៃទី9មកថ្ងៃទី10គឺឡើងដល់ទៅ$371វិញក្នុងមួយជីឡើងលឿនមែនតែបងប្អូនហើយដល់ថ្ងៃទី13តែមុននឹងយើងសម្រាប់ចុះក្នុងខ្មែរយើងហ្នឹងគឺហាងឆេងមាសឡើងរហូតដល់ទៅចាមួយជី$380បងប្អូនចាឡើងលឿនណាបងប្អូនហាងឆេងមាសនេះគឺឡើងលឿនមែនតែហើយកត្តាដែលយើងមិនអាចស្មានបានចាព្រោះហាងឆេងមាសប្រែប្រួលលឿនសាហាវមែនតែវាតកតូនជាមួយនឹងបញ្ហាសេដ្ឋកិច្ចនយោបាយផងដែរលើសកលលោកចាព្រោះវាជាហាងឆេងមាសអន្តរជាតិចាអញ្ចឹងបងប្អូននៅពេលដែលយើងសម្រាប់ចុះក្នុងខ្មែរចាហាងឆេងអន្តរជាតិគេអត់បិទទេប៉ុន្តែហាងឆេងនៅស្រុកខ្មែរយើងបិទទេព្រោះអីគ្រប់ហាងគ្រប់កន្លែងទាំងអស់គឺសម្រាប់ហើយចាអញ្ចឹងហាងឆេងមាសនៅពេលដែលយើងបើកទីផ្សារមកវិញនៅស្រុកខ្មែររបស់យើងចាវាមើលហាងឆេងមាសអន្តរជាតិគឺវាឡើងខ្លាំងចានៅ18ខែមេសា2025នេះហាងឆេងបានបំបែកឯកតកម្មពិភពលោកតែម្ដងគឺឡើងដល់ទៅមួយតម្លឹងចា$3990នៅក្នុងមួយជី$399តួលេខនេះគឺតួលេខថ្មីបងប្អូនចាថ្មីខ្លាំងមែនទែននៅក្នុងវិស័យមាសតែហាងឆេងឡើងខ្ពស់ហើយនៅក្នុងថ្ងៃទី19នេះផងដែរចាហាងឆេងមាសគឺឡើងរហូតដល់ទៅមួយតម្លឹង$4000ចាមួយតម្លឹង$4000មួយជី$400ហើយបងប្អូនចឹងទៅតាមនេះគឺឡើងច្រើនចាឡើងច្រើនចឹងសរុបមកថាត្រឹមតែដើមខែមេសាមកដល់ថ្ងៃទី19នេះហាងឆេងមាសប្រែប្រួលខ្លាំងចាប្រែប្រួលខ្លាំងមែនតើរយៈនេះមានឡើងមានចុះចាចុះតិចដែរហើយឡើងវិញក៏ឡើងលឿនសាហាវដែរបងប្អូនចឹងសម្រាប់បងប្អូនដែលគាត់ចាចង់ដឹងអំពីហាងឆេងមាសបងប្អូនលើកទឹកចិត្តបងប្អូនចាតាមដានហាងឆេងមាសនៅក្នុងเพจមានពេជ្រទីមង្គលគឺយើងមានការអាប់ដេតថ្មីជានិច្ចចឹងសម្រាប់បងប្អូនដែលគាត់ចង់ទិញឬក៏លក់ចាតើតូនជាមួយនឹងឬក៏វិញយកអីសូមបងប្អូនមានការប្រុងប្រយ័ត្នចាគឺតាមដានហាងឆេងមាសឲ្យច្បាស់ឲ្យតន់ស្ថានភាពមែនតើចាដើម្បីយើងការធ្វើការសម្រេចចិត្តឲ្យត្រូវចាបងប្អូនចឹងសម្រាប់បងប្អូនដែលមិនទាន់បាន like page ចាជួយ like ជួយ share page ជួយ follow page ផងចាហាងមានពេជ្រទីមង្គលដើម្បីទទួលបានព័ត៌មានថ្មីៗអំពីហាងឆេងមាសក៏ដូចជាគ្រឿងអលង្ការថ្មីៗនិង promotion ថ្មីៗពីទីមង្គលជម្រាបលាបងប្អូនជួបគ្នានៅវីដេអូក្រោយ